ការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីនៅតំបន់បាស្កូតូស្តានដែលស្ថិតនៅចម្ងាយប្រមាណ 1300 គីឡូម៉ែត្រពីអ៊ុយក្រែននិងការអះអាងរបស់លោកប្រធានាធិបតី Volodymyr Zelensky ថាកងកម្លាំងអ៊ុយក្រែនបានដណ្ដើមយកទឹកដីប្រមាណ 745 គីឡូម៉ែត្រការ៉េពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងប្រតិបត្តិការវាយលុកនៅតំបន់ Oleksandriivsky ចាប់ពីដើមឆ្នាំ 2026 មកដល់ខែសីហាប្រតិបត្តិការទាំងពីរនេះបានបង្ហាញថាសង្គ្រាមកំពុងប្រឈមមុខដាក់គ្នានៅតំបន់ជ្រៅក្នុងទឹកដីរុស្ស៊ីនិងនៅតាមខ្សែប្រយុទ្ធភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែននៅព្រឹកថ្ងៃទី 13 ខែសីហាឆ្នាំ 2026 ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទៅលើបរិវេណរោងចក្រ Gazprom Neftekhim នៅតំបន់ Bashkortostan ប្រទេសរុស្ស៊ីរោងចក្រនេះគឺជាមជ្ឈមណ្ឌលចម្រាញ់ប្រេងនិងផលិតផលគីមីឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីហើយត្រូវបានអ៊ុយក្រែនចាត់ទុកថាជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់សមត្ថភាពសេដ្ឋកិច្ចនិងយោធារបស់រុស្ស៊ីប្រពន្ធអ៊ុយក្រែនបានបញ្ជាក់ថាការវាយប្រហារបានកើតឡើងនៅព្រឹកហើយមានការវាយប្រហារដោយដ្រូនជាច្រើននៅលើបរិវេណរោងចក្របន្ទាប់ពីការវាយប្រហារមានសេចក្តីរាយការណ៍អំពីអគ្គិភ័យនៅក្នុងតំបន់រោងចក្រអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថាគោលដៅដែលត្រូវវាយប្រហារគឺ Gazprom Neftekhim Salavat ដែលជាក្រុមហ៊ុនមួយដ៏ធំនៅក្នុងវិស័យចម្រាញ់ប្រេងនិងគីមីឥន្ធនៈរបស់រុស្ស៊ីអ្វីដែលធ្វើឲ្យការវាយប្រហារនេះគួរឲ្យចាប់អារម្មណ៍នោះគឺទីតាំងរបស់រោងចក្រសារវត្តស្ថិតនៅក្នុងតំបន់ Bashkortostan ដែលមានចម្ងាយប្រមាណ 1300 គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែនចម្ងាយនេះបង្ហាញថាសមត្ថភាពដ្រូនរបស់អ៊ុយក្រែនអាចវាយប្រហារដល់គោលដៅចម្ងាយឆ្ងាយពីសមរភូមិបាននេះមិនមែនជាលើកដំបូងទេដែលអ៊ុយក្រែនប្រើប្រាស់ដ្រូនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះមានការវាយប្រហារជាបន្តបន្ទាប់លើរោងចក្រចម្រាញ់ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ផ្សេងៗរបស់រុស្ស៊ីសំណួរសួរថាតើហេតុអ្វីបានជារោងចក្រចម្រាញ់ប្រេងក្លាយជាគោលដៅសំខាន់របស់អ៊ុយក្រែនមូលហេតុមួយគឺប្រេងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចនិងយោធារោងចក្រចម្រាញ់ប្រេងមិនត្រឹមតែផលិតប្រេងសម្រាប់ប្រជាជនស៊ីវិលនោះទេប៉ុន្តែផលិតប្រេងម៉ាស៊ូតប្រេងសាំងប្រេងយន្តហោះនិងផលិតផលប្រេងជាច្រើនប្រភេទដែលអាចប្រើប្រាស់ក្នុងការដឹកជញ្ជូននិងការផ្គត់ផ្គង់កងទ័ពតាមការបញ្ជាក់របស់ភាគីអ៊ុយក្រែនរោងចក្រ Gazprom Neftekhim Salavat អាចកែច្នៃវត្ថុធាតុដើមអ៊ីដ្រូកាបូនបានរហូតដល់ប្រមាណ 10 លានតោនក្នុងមួយឆ្នាំហើយផលិតផលរបស់វារួមមានប្រេងសាំងប្រេងម៉ាស៊ូតប្រេងឥន្ធនៈ bitumen ដូច្នេះប្រសិនបើរោងចក្រធំបែបនេះត្រូវបានផ្អាកឬកាត់បន្ថយផលិតកម្មវាអាចបង្កសម្ពាធលើការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេសរុស្ស៊ីនេះហើយជាមូលហេតុដែលអ៊ុយក្រែនកំពុងព្យាយាមបង្កើនការវាយប្រហារលើវិស័យថាមពលរបស់រុស្ស៊ីការវាយប្រហារលើសារវត្តកើតឡើងក្នុងពេលដែលរោងចក្រប្រេងរបស់រុស្ស៊ីជាច្រើនកំពុងប្រឈមនឹងការវាយប្រហារពីដ្រូនរបស់អ៊ុយក្រែននៅថ្ងៃទី 11 ខែសីហារោងចក្រអសនៅតំបន់ Orenburg ក៏ត្រូវបានវាយប្រហារហើយត្រូវបានផ្អាកប្រតិបត្តិការ Reuters បានរាយការណ៍អំពីការវាយប្រហារបានបង្កឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហើយការជួសជុលអាចត្រូវចំណាយពេលរហូតដល់ប្រមាណ 6 ខែដោយសារតែឧបករណ៍មួយចំនួនពឹងផ្អែកលើការនាំចូលដែលរឹតបន្តឹងដោយទណ្ឌកម្មនេះមានន័យថាយុទ្ធសាស្ត្ររបស់អ៊ុយក្រែនមិនមែនគ្រាន់តែបំផ្លាញគោលដៅមួយឬពីរប៉ុណ្ណោះទេប៉ុន្តែវាអាចជាការព្យាយាមបង្កើតសម្ពាធជាបន្តបន្ទាប់លើប្រព័ន្ធថាមពលនិងសេដ្ឋកិច្ចរបស់រុស្ស៊ីបើការវាយប្រហារកើតឡើងជាបន្តបន្ទាប់និងរោងចក្រជាច្រើនត្រូវបានកាត់បន្ថយផលិតកម្មនោះរុស្ស៊ីអាចនឹងត្រូវប្រឈមនឹងបញ្ហាកង្វះប្រេងឥន្ធនៈនៅតំបន់មួយចំនួន Reuters បានរាយការណ៍រួចហើយថាការផ្អាកផលិតកម្មនៅរោងចក្រអសបានធ្វើឲ្យមានសម្ពាធលើការផ្គត់ផ្គង់ប្រេងក្នុងតំបន់ហើយមានតែប្រមាណ 80% នៃស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងតំបន់នោះតែប៉ុណ្ណោះកំពុងដំណើរការតាមការវិភាគការវាយប្រហារលើរោងចក្រប្រេងអាចមានផលប៉ះពាល់ពីរផ្នែកទី1គឺផ្នែកសេដ្ឋកិច្ចរុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើវិស័យប្រេងនិងឧស្ម័នដើម្បីបង្កើនចំណូលសម្រាប់រដ្ឋផ្នែកទី2គឺផ្នែកយោធាការផ្គត់ផ្គង់ប្រេងឥន្ធនៈមានសម្រាប់សំខាន់សម្រាប់យានយន្តយោធាយន្តហោះនិងប្រព័ន្ធដឹកជញ្ជូនរបស់កងទ័ពអ៊ុយក្រែនអាចកំពុងព្យាយាមធ្វើឲ្យរុស្ស៊ីចំណាយធនធានកាន់តែច្រើនដើម្បីការពាររោងចក្រប្រេងនិងជួសជុលការខូចខាតប៉ុន្តែវាក៏មានហានិភ័យផងដែរព្រោះការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីអាចនាំឲ្យរុស្ស៊ីបង្កើនការវាយប្រហារតបស្នងលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននោះមានន័យថាសង្គ្រាមអាចកាន់តែធ្ងន់ធ្ងរនិងមិនងាយបញ្ចប់បានឡើយបន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីយើងប្តូរមកមើលស្ថានភាពនៅសមរភូមិវិញប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអះអាងថាកងកម្លាំងអ៊ុយក្រែនបានដណ្ដើមយកទឹកដីប្រមាណ 745 គីឡូម៉ែត្រការ៉េនៅក្នុងប្រតិបត្តិការវាយលុកនៅតំបន់ Oleksandriivsky ចាប់ពីខែមករារហូតដល់ខែសីហាឆ្នាំ 2026 នេះ
តាមការអះអាងនេះកងកម្លាំងអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងតំបន់ចំនួន26ភូមិដែលស្ថិតនៅតំបន់ Dnipropetrovsk និង Zaporizhzhia នេះជាតួលេខដ៏គួរឲ្យចាប់អារម្មណ៍មួយព្រោះក្នុងរយៈពេលមួយរយៈកន្លងមករុស្ស៊ីបានព្យាយាមបន្តវាយលុកនិងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែនប៉ុន្តែឥឡូវនេះអ៊ុយក្រែនកំពុងអះអាងថាស្ថានភាពមួយចំនួនត្រូវបានផ្លាស់ប្ដូរតំបន់ Oleksandriivsky មានសារៈសំខាន់ដោយសារតែវាស្ថិតនៅចំណុចប្រសពរវាងតំបន់ Dnipropetrovsk និង Zaporizhzhia តាមការរាយការណ៍កងកម្លាំងរបស់អ៊ុយក្រែនបានធ្វើប្រតិបត្តិការនៅលើខ្សែប្រយុទ្ធប្រវែងប្រមាណ60គីឡូម៉ែត្រលោក Zelensky បាននិយាយថាប្រតិបត្តិការនេះត្រូវបានរៀបចំនិងអនុវត្តតាមផែនការប្រភពឯករាជ្យមួយក៏បានរាយការណ៍អំពីការរីកចម្រើនរបស់កងកម្លាំងអ៊ុយក្រែននៅតំបន់នេះក្រុមអ្នកតាមដានស្ថានភាពសមរភូមិ Deep State បានបញ្ជាក់ថាអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងទីតាំងចំនួន19កន្លែងនិងបានរុញកងទ័ពរុស្ស៊ីឲ្យថយក្រោយនៅតំបន់មួយចំនួនការរីកចម្រើនរបស់អ៊ុយក្រែនបានធ្វើឲ្យមានសំណួរសួរថាតើការវាយលុករបស់រុស្ស៊ីកំពុងបាត់បង់សន្ទុះឬការវិភាគមួយចំនួនបង្ហាញថាការរីកចម្រើនរបស់រុស្ស៊ីក្នុងឆ្នាំនេះបានថយចុះនៅតំបន់មួយចំនួនខណៈអ៊ុយក្រែនអាចប្រើប្រាស់ប្រតិបត្តិការតូចៗនិងការវាយប្រហារដោយដ្រូនដើម្បីបង្កើនសម្ពាធលើខ្សែផ្គត់ផ្គង់របស់រុស្ស៊ីប៉ុន្តែនេះមិនមែនមានន័យថារុស្ស៊ីបាត់បង់សមត្ថភាពវាយប្រហារនោះទេរុស្ស៊ីនៅតែមានកម្លាំងមនុស្សអាវុធមីស៊ីលនិងដ្រូនជាច្រើនហើយនៅតែបន្តវាយប្រហារលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនអាចទទួលបានជោគជ័យនៅតំបន់មួយចំនួនប៉ុន្តែរុស្ស៊ីអាចបន្តសម្ពាធនៅតំបន់ផ្សេងទៀតប្រសិនបើអ៊ុយក្រែនអាចរក្សាទីតាំងដែលដណ្ដើមបានបន្តរុញច្រានកងកម្លាំងរុស្ស៊ីឲ្យថយក្រោយនោះវាអាចបង្កើតសម្ពាធលើទីបញ្ជាការនិងខ្សែផ្គត់ផ្គង់របស់រុស្ស៊ីម្យ៉ាងវិញទៀតប្រសិនបើរុស្ស៊ីអាចវាយបកដណ្ដើមទីតាំងទាំងនេះបានមកវិញនោះការរីកចម្រើនរបស់អ៊ុយក្រែននឹងមានអត្ថប្រយោជន៍តិចតួចជាងការរំពឹងទុកប៉ុន្តែត្រូវមើលឃើញថាតើអ៊ុយក្រែនអាចរក្សាទីតាំងនោះបានយូរប៉ុណ្ណាតើរុស្ស៊ីអាចនឹងប្រើប្រាស់កម្លាំងប៉ុន្មានដើម្បីវាយបកប្រសិនបើយើងយកព្រឹត្តិការណ៍ទាំងពីរមកភ្ជាប់គ្នានោះនឹងឃើញយុទ្ធសាស្ត្ររបស់អ៊ុយក្រែនកាន់តែច្បាស់នៅមួយផ្នែកអ៊ុយក្រែនកំពុងប្រយុទ្ធនៅខ្សែប្រយុទ្ធដើម្បីដណ្ដើមយកទឹកដីនៅមួយផ្នែកទៀតអ៊ុយក្រែនកំពុងប្រើប្រាស់ដ្រូនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ជ្រៅក្នុងប្រទេសរុស្ស៊ីគោលបំណងអាចជាការបង្កើនសម្ពាធពីទិសដៅទី1គឺសម្ពាធយោធានៅសមរភូមិនិងទី2គឺសម្ពាធសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីការវាយប្រហារលើសាឡាវ៉ាត់និងរោងចក្រផ្សេងបង្ហាញថាអ៊ុយក្រែនកំពុងព្យាយាមធ្វើឲ្យសង្គ្រាមមានតម្លៃថ្លៃសម្រាប់រុស្ស៊ីប៉ុន្តែសំណួរសួរថាតើយុទ្ធសាស្ត្រនេះអាចបង្ខំឲ្យរុស្ស៊ីបន្ថយការវាយប្រហារឬត្រឡប់ទៅរកការចរចាវិញដែរឬទេការវាយប្រហារលើសាឡាវ៉ាត់បង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការវាយប្រហារគោលដៅចម្ងាយឆ្ងាយពីសមរភូមិចំណែកការអះអាងទី2អំពីទឹកដី745គីឡូម៉ែត្រការ៉េបង្ហាញថាអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចវាយបកនិងដណ្ដើមយកទីតាំងមួយចំនួនពីកងកម្លាំងរបស់រុស្ស៊ីប៉ុន្តែស្ថានភាពសង្គ្រាមនៅតែមិនទាន់អាចសន្និដ្ឋានបានថាភាគីណាមួយនឹងឈ្នះនៅពេលអនាគតបានឡើយរុស្ស៊ីនៅតែមានសមត្ថភាពយោធាខ្លាំងនិងអាចវាយប្រហារតាមអាកាសខណៈអ៊ុយក្រែនកំពុងព្យាយាមបង្កើនការវាយប្រហារដោយដ្រូននិងរក្សាសម្ពាធនៅសមរភូមិអ្វីដែលគួរឲ្យតាមដានបន្តថាតើការវាយប្រហារលើវិស័យប្រេងរបស់រុស្ស៊ីនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនិងសេដ្ឋកិច្ចរបស់រុស្ស៊ីកម្រិតណាហើយតើកងកម្លាំងអ៊ុយក្រែនអាចរក្សាបានទឹកដីដែលខ្លួនអះអាងថាបានដណ្ដើមយកមកវិញដែរឬទេសង្គ្រាមនៅតែបន្តហើយរាល់ការផ្លាស់ប្ដូរនៅសមរភូមិនិងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធមានឥទ្ធិពលលើការចរចាសន្តិភាពនាពេលខាងមុខ